ប្រុសមួយគាត់ផុសថាមនុស្សស្រីនិងមនុស្សប្រុសដូចថាផាត់ក្បត់សួរថាមនុស្សប្រុសនិងមនុស្សស្រីផាត់ក្បត់មួយណាឈឺចាប់ជាងរវាងមនុស្សទាំងពីរហ្នឹងខាងស្រីឬក៏ខាងប្រុសឧបមាថាខាងប្រុសក្បត់ប្រពន្ធទៅមានស្រីហើយខាងស្រីក្បត់ប្តីទៅមានប្រុសការឈឺចាប់ទឹកពីរអ្នកហ្នឹងអ្នកណាខ្លាំងជាងនឹងទៅតាមគំនិតខ្ញុំថាខាងស្រីគឺគាត់ឈឺចាប់ជាងពេលដែលគាត់ក្បត់ប្តីទៅមានប្រុសគាត់គឺឈឺចាប់ប៉ុន្តែបើខាងប្រុសក្បត់ប្រពន្ធទៅមានស្រីគឺគាត់អត់ឈឺចាប់ទេអញ្ចឹងរវាងទាំងពីរហ្នឹងបើចំណុចមួយទៀតវាផ្ទុយត្រង់ថាខាងប្រុសបើដឹងថាខាងស្រីទៅលួចផាត់ក្បត់គឺខាងប្រុសឈឺចាប់ប៉ុន្តែបើខាងស្រីដឹងថាប្តីនឹងទៅក្បត់មានស្រីគាត់ឈឺចាប់ដែរតែរយៈពេលខ្លីអញ្ចឹងគឺឈឺចាប់រយៈពេលខ្លីដោយសារគាត់គិតថាមនុស្សប្រុសគាត់ខលអីក៏វាមិនបាត់បង់ទៅណាដែរសំខាន់ឲ្យតែគាត់នឹងស្រឡាញ់ខាងស្រីនឹងពិតប្រាកដហើយមួយទៀតចង់ប្រាប់បងប្អូនថាសេចក្តីស្រឡាញ់គឺមិនសម្គាល់ទៅលើអាកន្លែងផាត់ក្បត់ហ្នឹងទេសេចក្តីស្រឡាញ់សម្គាល់ទៅលើគេហៅថាទឹកចិត្តចាស់បដើមគាត់ថាស្នេហ៍មិនឈ្នះស្និទ្ធហ្នឹងនឹងគាត់និយាយត្រូវហើយដោយសារបើយើងគិតពីចំណុចមួយដូចថាមនុស្សដែលស្រឡាញ់គឺមានន័យថាការស្រឡាញ់ហ្នឹងវាធំធេងឧបមាថាបើយើងស្រឡាញ់មនុស្សម្នាក់បើនៅជាមួយយើងគាត់អត់មានក្តីសុខហើយស្រាប់តែយើងរំពឹងថាមានអ្នកណាមួយឬក៏ថាមានបុរសណាមួយដែលគាត់ចង់បានហើយយើងគិតថាអ្នកនោះយកគាត់ទៅនឹងមានក្តីសុខជាងនៅជាមួយយើងអាហ្នឹងគេសម្គាល់ថាសេចក្តីស្រឡាញ់អញ្ចឹងយើងពេលខ្លះយើងសុខចិត្តប្រគល់ឲ្យដើម្បីឲ្យគាត់នឹងផុតពីសេចក្តីទុក្ខហ្នឹងដូចរឿងព្រះពុទ្ធ